ឧបករណ៍វិភាគបញ្ហាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតការសម្អាតនិងអនាម័យជនបទប្រកបដោយនិរន្តរភាពនិយមន័យផ្សេងគ្នាគោលដៅដូចគ្នាសូមអាននៅគោលគំនិតខាងក្រោមមានចំណុចជាច្រើនដែលកំណត់ភាពខ្លាំងនៃការផ្តល់សេវាទឹកស្អាតការសម្អាតនិងអនាម័យជនបទជាប្រព័ន្ធដើម្បីចែកចាយសេវានេះប្រកបដោយនិរន្តរភាពសម្រាប់ទាំងអស់គ្នា ការផ្ដល់សេវាទឹកស្អាតការសម្អាតនិងអនាម័យជនបទជាប្រព័ន្ធអាចត្រូវបានកំណត់ជាកត្តាលើកទឹកចិត្តក្នុងចំណោមអ្នកអនុវត្តនិងទំនាក់ទំនងគ្នាទៅវិញទៅមកដែលមានឥទ្ធិពលទៅលើការផ្ដល់សេវាទឹកស្អាតការសម្អាតនិងអនាម័យជនបទនៅក្នុងបរិបទបច្ចុប្បន្ន ថាបានជាច្រើនប្រើប្រាស់ឧបករណ៍វិភាគបញ្ហាដើម្បីវិភាគប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតការសម្អាតនិងអនាម័យជនបទវគ្គនេះពិនិត្យមើលលើការពង្រឹងភាពជាប្រព័ន្ធតាមរយៈសមាសភាពទាំង5នៃឧបករណ៍វិភាគបញ្ហាវិធីសាស្ត្រនិងអង្គការផ្សេងទៀតប្រើប្រាស់ចំនួនឧបករណ៍វិភាគបញ្ហាផ្សេងគ្នាដែលមាននិយមន័យខុសគ្នាបន្តិចបន្តួចវិធីសាស្ត្រទាំងអស់បង្ហាញថាអ្វីដែលសំខាន់មិនមែនជានិយមន័យច្បាស់លាស់ ឬចំនួនឧបករណ៍វិភាគបញ្ហាដែលបានប្រើប្រាស់ដើម្បីបំបែកប្រព័ន្ធនោះទេអ្វីដែលសំខាន់នោះគឺឧបករណ៍វិភាគបញ្ហាទាំងអស់ត្រូវបានត្រៀមរួចជាស្រេចនិងដំណើរការក្នុងកម្រិតអបបរមាដើម្បីឲ្យមានសេវាកម្មប្រកបដោយនិរន្តរភាពសម្រាប់ទាំងអស់គ្នា